ក្មេងស្រីធ្វើឲ្យឃើញស្នាមនៅលើដៃដោយចៃដន្យស្រីចិត្តអាក្រក់ទើបដឹងទាំងព្រោះលើដៃបងស្រីក៏មានស្នាមដូចគ្នាបេះបិទមួយដែរគឺជាស្នាមដែលនាងបានដុតដោយកន្ទុយបារីកាលពីក្មេងដោយសារតែបងស្រីកើតមកមានស្លាកកំណើតពណ៌ក្រហមដ៏ធំមួយនៅចន្លោះចិញ្ចើមនិងភ្នែកនាងត្រូវម្ដាយស្អប់ខ្ពើមឯឪពុកដ៏សាហាវក៏ស្អប់ចង់តែច្របាច់ក៏សម្លាប់ចោលសំណាងល្អដែលលោកយាយនៅមានសតិសម្បជញ្ញៈខ្លះក៏បានបញ្ជូននាងទៅចិញ្ចឹមនៅឯជនបទមួយប៉ព្រិចភ្នែក20ឆ្នាំកន្លងផុតទៅក្មេងស្រីក៏ធំពេញរូបរាងស្រស់ស្អាតតែនឹកស្មានមិនដល់ថាថ្ងៃមួយពេលធ្វើការនៅសន្តាគារនាងត្រូវបានលោកប្រធានទាញចូលក្នុងអាងហើយត្រូវបង្ខំចិត្តក្លាយជាថ្នាំបន្សាបរបស់លោកប្រធានល្អណាស់ខ្ញុំឆ្ងល់ថាម៉េចក៏រកអ្នកឯងគ្រប់ទីកន្លែងមិនឃើញសោះតាមពិតមកសំងំខ្ជិលនៅទីនេះសោះណាកុំស្មានថាអ្នកឯងជាអ្នកនាងច្បងត្រកូលសិនហើយខ្ញុំមិនហ៊ានប្រដៅអ្នកឯងនោះទៅលោកប្រធានទើបតែដឹងថានារីម្នាក់នោះជាកូនស្រីច្បងនៃត្រកូលសិនក៏បានបញ្ជាកូនចៅភ្លាមឲ្យរៀបចំអំណោយដ៏មានតម្លៃដើម្បីទៅចូលស្ដីដណ្ដឹងលោកសិនក្រោយពីដឹងដំណឹងក៏ត្រេកអររកអ្វីប្រៀបពុំបានដោយគិតថាគេមករៀបការនឹងកូនស្រីទី2របស់គាត់ជាមិនខានព្រោះកូនស្រីច្បងមានរូបរាងអាក្រក់ណាស់សូម្បីតែឆ្កែឃើញក៏ខ្ពើមរអើមដែរប៉ុន្តែគាត់ស្មានមិនដល់តតែសោះថាបន្ទាប់ពីការបន្សាបពីកាលពីម្សិលមិញស្លាកកំណើតលើមុខក្មេងស្រីបានបាត់ទៅយ៉ាងអស្ចារ្យប៉ុន្តែក្មេងស្រីធ្លាប់ស៊ាំនឹងការរស់នៅដោយមានស្លាកកំណើតទៅហើយដូច្នេះនាងក៏បានគូស្លាកកំណើតដូចមុននៅកន្លែងដដែលតែពេលក្មេងស្រីមកដល់បន្ទប់ទទួលភ្ញៀវនាងក៏ត្រូវបានប្អូនស្រីចិត្តអាក្រក់មើលងាយមានរូបរាងអាក្រក់យ៉ាងនេះកុំចេញមកក្រែងធ្វើឲ្យភ្ញៀវកិត្តិយសរបស់នាងរត់បាត់អស់និយាយរួចនាងក៏ឲ្យអង្គរៈអូសក្មេងស្រីឡើងទៅលើផ្ទះនាងមិនដឹងទេថាខ្លួនឯងចិត្តនឹងខកខានអ្វីនោះអ្នកប្រុសណានគង់ឬថាលោកមកចូលស្ដីដណ្ដឹងឬបាទតើនរណាជាកូនស្រីច្បងត្រកូលសិនអូត្រកូលសិនយើងខ្ញុំមានកូនស្រីច្បងតែម្នាក់គត់គឺកូនស្រីខ្ញុំសិនមែងជាមែនហើយខ្ញុំនិងប្រពន្ធខ្ញុំមានកូនតែមែងជាម្នាក់គត់ណាប៉ុន្តែលោកប្រធានមានការសង្ស័យបន្តិចក៏ហូតកន្សែងដែលក្មេងស្រីនោះទុកចោលពីយប់មិញចេញមកមិនទាន់ទាំងបានហើបមាត់ផងម្ដាយដែលលោកភ្លុនក៏ចាប់ផ្ដើមសរសើរថាកន្សែងសូត្រនេះមើលទៅមានតម្លៃណាស់ច្បាស់ជាម៉ាក់ប្រណិតណាមួយធ្វើឡើងជាពិសេសហើយលោកប្រធានក៏ចាប់ផ្ដើមសង្ស័យក្នុងចិត្តថាពួកគេមិនទាំងស្គាល់កន្សែងនេះផងសំណាងល្អដែលស្រីចិត្តអាក្រក់នឹកឃើញថានេះជាកន្សែងដែលបងស្រីនាងតែងតែចង់សក់ជាប្រចាំដូច្នេះនាងក៏ប្រញាប់ដណ្ដើមយកមកអ្នកប្រុសណានគង់កន្សែងសូត្រនេះជារបស់ខ្ញុំទេអរគុណលោកហើយដែលយកមកឲ្យខ្ញុំវិញនឹកស្មានមិនដល់ថាមនុស្សស្រីដែលណានគង់យាយរកនោះគឺសិនសៀវឈីវសោះសំណាងហើយដែលខ្ញុំដឹងតាន់ពេលសិនសៀវឈីវនាងកើតមកវាសនាអភ័ព្វគ្មានសិទ្ធិអ្វីទៅរៀបការចូលត្រកូលអភិជនទេនៅពេលដែលលោកប្រធានកំពុងតែត្រេកអរជាខ្លាំងព្រោះគិតថាបានរកឃើញអ្នកមានគុណសង្គ្រោះជីវិតហើយស្រាប់តែយឺសំឡេងធូបការបែកពីលើផ្ទះក្មេងស្រីបានយកថូវាយក្បាលអង្គរៈបែកឈាមលោកប្រធានឬសំឡេងក៏ចង់ឡើងទៅមើលស្ថានភាពនៅលើផ្ទះស្រីចិត្តអាក្រក់ក៏ប្រញាប់លើកផ្លែឈើមកដើម្បីរារាំងប៉ុន្តែភ្លាមនោះអង្គរៈក៏រត់មករាយការណ៍ថាអ្នកនាងច្បងលោតពីលើអាគារហើយ